ជីវិតរស់នៅមិនចង់បានអីធំដុំទេមិនចង់បានអីឲ្យវាអស់ចាអីទេបងប្អូនអើយមើលជើងឃើញទេមើលជើងនេះបើឡាយលក់លេដឹងដាក់បាច់កំងលន់មកតែអានេះកាមេរ៉ាហ្នឹងហើយកុំរស់ស៊ីចាញ់បោកកាមេរ៉ាមើលផ្ទាល់បានដឹងខ្មៅគ្រិចគេថាមនុស្សខ្មៅស៊ីកាមេរ៉ាវាមិនខុសទេហ្នឹងហើយជីវិតមិនចង់បានអីធំដុំទេបងប្អូនអើយកើតមកជាតិនេះទី1ធ្វើបុណ្យទៅតាមលទ្ធភាពធ្វើបុណ្យធ្វើទានហ្នឹងហើយទី2គឺសុខភាពផ្លូវកាយទាំងផ្លូវចិត្តក្តីសុខដែលខ្ញុំចង់បានហើយអ្វីក្តីសម័យដែលខ្ញុំសម័យចង់បានណាបងប្អូនអើយចង់បានផ្ទះនៅជនបទកូនផ្ទះមួយទូចល្មមមានចក្រានបាយមានបន្ទប់ទឹកអញ្ចឹងទៅហើយមានលបងមានអីហ៊ុំព័ទ្ធអញ្ចឹងទៅក៏យើងចិញ្ចឹមត្រីយើងដាំបន្លែយើងដាំម្ទេសយើងដាំនេះដាំនោះដាំតកួនដាំអីអញ្ចឹងហូបរបស់យើងទៅចិញ្ចឹមខ្យងអញ្ចឹងអីអញ្ចឹងណាហ្នឹងហើយនេះបើយើងមិនមានដីស្រែខែគេច្រូតទៅរើសស្រូវទៅបានមួយរដូវនឹងបាន4-500គីឡូក៏ទុកផ្គត់ផ្គង់សម្រាប់រដូវវស្សាទៅរួចហើយយើងរស់ជាមួយនឹងធម្មជាតិបន្លែតាមវាលតាមព្រៃបន្លែណាដែលហូបបានយើងបេះយើងបោចយើងមកហូបទៅហើយយើងមានកូនមានចៅអីគេរលុយឲ្យតាក់បន្តិចផ្ដល់អីក៏យើងរស់ស្រួលហើយតែប៉ុណ្ណឹងរស់ស្រួលហើយមានក្តីសុខណាស់បងប្អូនជីវិតរស់នៅជនបទខ្ញុំមកភ័យស្រឡាញ់ណារស់នៅជនបទខ្យល់ធម្មជាតិល្អណាស់ហើយកុំឲ្យតែចាពាក់គេជាផុតរឿងបំណុលនឹងទៅបានហើយមានសេចក្តីសុខហើយរស់សុខដុមរមនាពេកហើយហ្នឹងហើយតែបើយើងជោគជ័យពាក្យថាជោគជ័យហើយតែយើងចាពាក់គេជោគជ័យដោយការឈឺហើយចាពាក់គេដោយមិនស្អាតស្អំមកវាអត់មានតម្លៃទេវានៅតែមានអារម្មណ៍មួយវិបដិសារីនឹងខ្មាស់ខ្លួនឯងខ្មាស់ត្រង់ថាអញយករបស់គេមកហឺហាទាំងមាសទាំងប្រាក់ទាំងឡានជិះទាំងផ្ទះសម្បែងប៉ុន្តែអញចាពាក់គេវានៅតែខ្មាស់អាខ្លួនឯងនឹងខ្មាស់កន្លែងនឹងព្រោះលុយនឹងយកមកវាអត់ស្អាតវាអត់ស្អាតស្អំហ្នឹងហើយអញ្ចឹងពាក្យថាជោគជ័យចេញពីកម្លាំងធម៌ពលខ្លួនឯងចេញពីគំនិតខ្លួនឯងចេញពីចំហខ្លួនឯងភាពរឹងមាំខ្លួនឯងហើយពាក្យនេះគឺជាពាក្យមួយដែលថាមានផ្ទះមកសមរម្យនៅហើយមានឡានជិះមានដីស្រែ2ហិកតាឬ1ហិកតាមានបាយហូបថ្ងៃ3ពេលហើយសុខភាពល្អទាំងគ្រួសារកូនចៅប្តីប្រពន្ធមិនពិការភាពក៏មិនមានជំងឺប្រចាំកាយគឺក្តីសុខហើយបងប្អូនហើយហូបតពោពេញទៅដោយបន្លែបកាធម្មជាតិនេះវាសុខសានទៅហើយណាព្រោះអីមនុស្សលោកយើងនេះមិនថាសាសជាតិសាសនាទេពិភពលោកទាំងមូលអត់មានអ្នកណាចាស់សក់ហើយកិច្ចរួចពីផ្លូវមួយនឹងទេផ្លូវមរណៈនឹងទេបងប្អូនពិចារណាមើលទៅគ្មានអ្នកណាកិច្ចរួចទេអញ្ចឹងការរស់នៅកុំបៀតបៀនគ្នាកុំរំខានសេចក្តីសុខគេសុខបែបគេយើងសុខបែបយើងទៅកុំស្ពាយបាបយកទៅតាមនឹងឲ្យសាងអំពើល្អទោះបីយ៉ាងណាព្រះក៏ផ្សំព្រំក៏ជួយដែរយើងមិនពិបាកទេសម្រាប់ខ្ញុំម៉ែភៀកបងប្អូនហើយពាក្យថាជោគជ័យដូចបាននិយាយអញ្ចឹងកុំជពាក់គេអាហ្នឹងជោគជ័យហើយបើថាហឺហាទាំងផ្ទះទាំងសម្បែងទាំងឡានទាំងមាសប្រាក់ក្រុមគ្រួសារប្រពន្ធកូនបង្អួតអ្នកជិតខាងទេហើយជពាក់គេទេអាហ្នឹងមិនមែនទេមិនមែនជាពាក្យដែលជោគជ័យទេមិនមែនទេហ្នឹងហើយនៅក្រទេនៅក្រនៅឡើយទេ
ចឹងពាក្យថាជោគជ័យហ្នឹងគឺរស់បែបហ្នឹងហើយខ្ញុំស្រឡាញ់ណាស់ជីវិតរស់តាមរយៈថាកម្មតាមបុណ្យកុសលរបស់ខ្លួនហើយប្រឹងដាំអំពើល្អជាតិនេះដើម្បីឲ្យវាដុះពូជអំពើល្អនឹងជាតិមុនយើងដាំបានតែ 50% ទេជាតិហ្នឹងយើងទទួលបាន 50% អញ្ចឹងយើងប្រឹងដាំអំពើល្អជាតិហ្នឹងឲ្យបានទៀតឲ្យបានឡើងដល់ 80-90% ទៅហ្នឹងហើយទាំងធ្វើទានទាំងធ្វើបុណ្យទាំងទឹកចិត្តជាសប្បុរសធម៌ហ្នឹងហើយបងប្អូនអើយគ្មានអីឈ្នះធំជាងកុសលផលបុណ្យរបស់យើងអំពើល្អរបស់យើងទេដូចមានអាវភ្លៀងដើរកាត់ភ្លៀងអត់សទឹកជោគអញ្ចឹងហ្នឹងហើយបងប្អូនជឿតែយើងមានសាសនាខ្ញុំមកភាជបានធ្លាប់ជួបផ្ទាល់ហើយនៅអំពើល្អដែលយើងសាងអត់សាបសូន្យទេហ្នឹងហើយអរគុណច្រើន